ប្រវត្តិសាស្ត្ររបស់អាជីណូម៉ូតូដែលត្រូវបានបង្កើតឡើងរយៈពេល100ឆ្នាំកន្លងមកហើយនៅប្រទេសជប៉ុនលោកសាស្ត្រាចារ្យ Kikunae Ikeda នៃសាកលវិទ្យាល័យតូក្យូជាមនុស្សដំបូងគេដែលបានរកឃើញក្លីតាម៉ាតជាប្រភពរសជាតិតែមួយគត់ធ្វើឲ្យអាហារមានឱជារសក្រោយមកទៀតលោក Saburo-suke Suzuki បានបង្កើតរោងចក្រផលិតប៊ីចេងដំបូងគេលើពិភពលោកដោយដាក់ឈ្មោះថា Ajinomoto មានន័យថាដើមកំណើតនៃរសជាតិនិងភាពឈ្ងុយឆ្ងាញ់ក្រុមហ៊ុន Ajinomoto បាននាំអាចកំបាំងនៃរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជាតាំងពីឆ្នាំ2002ក្រុមហ៊ុន Ajinomoto Cell Thailand Co Ltd ទទួលខុសត្រូវលើការចែកចាយផលិតផលគ្រប់មុខរបស់ក្រុមហ៊ុន Ajinomoto ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនិងពេញនិយមក្នុងចំណោមប្រជាជនកម្ពុជាទូទៅបច្ចុប្បន្ននេះក្រុមហ៊ុន Ajinomoto បានបង្កើតរោងចក្រក្នុងស្រុកមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក្រុមហ៊ុនក៏បានបញ្ញាផលិតនៅផលិតផលដែលមានគុណភាពខ្ពស់តាមរយៈការជ្រើសរើសនិងការនាំចូលនៅវត្ថុធាតុដើមពីបណ្ដាប្រទេសនានាលើពិភពលោកប៊ីចេង Ajinomoto ផលិតចេញពីវត្ថុធាតុដើមធម្មជាតិមានដូចជាម្សៅដំឡូងនិងស្ករអំពៅនៅក្នុងដំណាក់កាលផលិតក្រុមហ៊ុនបានអនុវត្តនូវវិធានការអនាម័យនិងការគ្រប់គ្រងអនាម័យក្រុមហ៊ុនបានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបពីប្រទេសជប៉ុនដើម្បីវេចខ្ចប់ប៊ីចេង Ajinomoto ឲ្យមានអនាម័យនិងគុណភាពជាមួយគ្នានេះដែរក្រុមហ៊ុនក៏មានស្តង់ដារខ្ពស់ដើម្បីឲ្យទទួលបាននូវផលិតផលប្រកបដោយសុវត្ថិភាពដើម្បីបំពេញតម្រូវការរបស់អតិថិជនក្រុមហ៊ុនបាននាំចូលនូវផលិតផលថ្មីមួយទៀតគឺម្សៅស៊ុបរ៉ូឌីក្រុមហ៊ុន Ajinomoto កម្ពុជាក៏មានប្រព័ន្ធចែកចាយប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីដឹកជញ្ជូនគ្រប់ផលិតផលរបស់ខ្លួនទូទាំងប្រទេសផងដែរក្រុមហ៊ុនបានបង្កើតនូវក្រុមការងារផ្នែកលក់ជួយសម្រួលដល់តម្រូវការអ្នកលក់ដុំអ្នកលក់រាយនិងអ្នកប្រើប្រាស់ក្នុងគោលបំណងឲ្យពួកគាត់ទទួលបាននូវសុភមង្គលដើម្បីបំពេញតម្រូវការរបស់អតិថិជន Ajinomoto បានបង្កើតផលិតផលច្រើនខ្នាតដែលអាចឲ្យអតិថិជនរីករាយនឹងការចម្អិនម្ហូបនិងទទួលបានអាហារដ៏ឈ្ងុយឆ្ងាញ់រលាយឆាប់ល្អក្នុងម្ហូបអាហារជាអាថ៌កំបាំងធ្វើឲ្យអាហារមានឱជារសឈ្ងុយឆ្ងាញ់សូមណែនាំ Ajinomoto កញ្ចប់ថ្មីសារឌីថ្មីធានាថាឆ្ងាញ់រាល់ថ្ងៃគ្រឿងផ្សំធ្វើឲ្យអាហារមានរសជាតិឈ្ងុយណាស់ Just hear me when I say that your love fills my mind ខ្ញុំមិនអាចក្រំបានទេ រ៉ូឌីថ្មីឈ្ងុយឆ្ងាញ់ចូលចិត្តជាមួយផ្ទះបាយខ្មែរ Ajinomoto Cambodia មានបុគ្គលិកផ្នែកលក់និងប្រព័ន្ធចែកចាយយ៉ាងរឹងមាំដែលអាចបម្រើតម្រូវការក្នុងស្រុកបានទូទាំងប្រទេសក្រុមហ៊ុនបានបង្កើតសកម្មភាពទីផ្សារជាច្រើនដើម្បីបង្កើនភាពពេញចិត្តរបស់អតិថិជនក្នុងការប្រើប្រាស់ផលិតផលនិងការចូលចិត្តAjinomoto បដិញ្ញាគាំទ្រដល់សកម្មភាពក្នុងសង្គមដូចជាការបរិច្ចាគដល់កាកបាទក្រហមម្ហូបនិងអាហារូបត្ថម្ភសកម្មភាពគាំទ្រថ្នាក់បឋមសិក្សា Ajinomoto បានចូលរួមជាមួយសមាគមអ្នកស្ម័គ្រចិត្តសន្តិតាមរយៈសហជីពកម្មករ Ajinomoto បានជួយកសាងអគារសិក្សាទាំងអស់នេះគឺជាគោលបំណងរបស់ក្រុមហ៊ុនដើម្បីផ្ដល់ដល់ប្រជាជនកម្ពុជានិងគុណប្រយោជន៍នៃការរស់នៅក៏ដូចជាសង្គមជាតិ